កន្លែងពិសេសមួយនេះខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនយើងនៅក្នុងក្រុងសេរីភ័ណ្ឌប្រហែលជាភាគច្រើនប្រហែលជាមិនទាន់បានស្គាល់ទេអ្វីដែលពិសេសចូលមកដល់ភ្លាមគឺឃើញតាក់ទងជាមួយការដាក់តាំងម៉ូតូណាអូហូពិសេសមែនទែនសម្រាប់បងប្អូនយើងដែលគាត់ចូលចិត្តលេងម៉ូតូប្រហែលជាឃើញគឺដឹងតែចាប់អារម្មណ៍តែម្ដងហើយមែនទែនទៅនៅកន្លែងនេះមិនមែន showroom លក់ម៉ូតូទេប៉ុន្តែនេះគឺជាអ្វីដែលបងប្រុសគាត់ស្រឡាញ់ដោយសារតែគាត់អ្នកស្រឡាញ់ខាងវិស័យម៉ូតូអញ្ចឹងណាមិនថាម៉ូតូធំម៉ូតូតូចទេហើយសម្រាប់ម៉ូតូនេះគឺបានរៀបចំបានមកស្អាតបងប្អូនតម្លៃគឺញាក់សាច់បើសិនជាបងប្អូនស្ដាប់ណាទិញឡានសឹងបានតែមួយគ្រឿងទៅហើយមួយគ្រឿងអាคลิกនេះមិនក្រោមពី$10000ទេបងប្អូនហើយកម្លាំងវា 160cc អស់តោះតែម្ដងណាហើយកុនសបបែបនេះបងប្អូននៅក្នុងសេរីភ័ណ្ឌយើងគឺមិនទាន់មានទេអ្វីដែលខ្ញុំបានដឹងណាហើយតាក់ទងជាមួយនឹងការរៀបចំប្លង់ថតស្អាតគឺមានច្រើនហើយនៅទីនេះគឺមានឈ្មោះថាសុកសាននឹងឯងគាត់មានលក់តាក់ទងជាមួយនឹងអាហារពេលព្រឹករហូតដល់ពេលល្ងាចនិយាយរួមទៅនៅទីនេះគឺគាត់ចាប់ផ្ដើមពីម៉ោង6កន្លះពេលព្រឹករហូតដល់ម៉ោង6កន្លះពេលល្ងាចហើយមានម៉ាស៊ីនត្រជាក់ឡើងមកអែមអញ្ចឹងណាអញ្ចឹងហើយបងប្អូនយើងអាចអង្គុយលេងយ៉ាងសប្បាយជាមួយនឹង Wi-Fi គេ free អញ្ចឹងទៅហើយនេះបងប្អូនតាក់ទងជាមួយនឹងសេវាកម្មតាក់ទងជាមួយនឹងអនាម័យរបស់គាត់គឺបានខ្ពស់ល្អមែនទែនហើយនេះជាលើកទី1ទេដែលខ្ញុំបានចូលមកញ៉ាំនៅទីនេះអ្វីដែលខ្ញុំចង់ញ៉ាំជាងគេគឺតាក់ទងជាមួយនឹងបាយឆាកាពីនឹងឯងចាប់អារម្មណ៍ថាប្លែកបងប្អូនថាប្លែកហើយមានបាយឡុកឡាក់មានកាទៀវមានអីចឹងទៅអមជាមួយនឹងបរិយាកាសជុំវិញហាងគាត់ណាចង់និយាយថាអូហូ fresh មែនទែនហើយទីធ្លាធំទលាយសម្រាប់បងប្អូនយើងថ្ងៃឡើងបើអត់ដឹងថាអង្គុយលេងនៅណាទេអាចមកអង្គុយនៅទីនេះបានហើយសម្រាប់បាយឡុកឡាក់គាត់នេះមួយចានដូចជា10000រៀលបងប្អូន10000រៀលអញ្ចឹងណាមានពងមានសាច់មានបន្លែអញ្ចឹងទៅមកតំណនិយាយរួមទៅនៅទីនេះតាក់ទងជាមួយនឹងសេវាកម្មតាក់ទងជាមួយនឹងអនាម័យហើយម៉ាស៊ីនត្រជាក់អីអញ្ចឹងណាតម្លៃប៉ុណ្ណេះគឺគួរសមបងប្អូនយើងអាចញ៉ាំបានហើយនៅកន្លែងគាត់នេះដូចខ្ញុំបានបញ្ជាក់អញ្ចឹងម៉ណុយគឺមានច្រើនណាម៉ណុយគឺមានតាំងពីកាទៀវគេហៅថាប្រភេទស៊ុបមីស៊ុបអីអញ្ចឹងក៏មានដែរឆ្អឹងស៊ុបរបស់គេហ្នឹងមើលទៅគឺពិតជាតំណមែនទេបងប្អូនយើងអាចថែមថយគ្រឿងទៅតាមបងប្អូនយើងចូលចិត្តអញ្ចឹងណាអាចអេដជាមួយនឹងប្រភេទទឹកសៀងអីអញ្ចឹងទៅអានេះវាអាស្រ័យលើបងប្អូនយើងចូលចិត្តទេហើយសម្រាប់មីឆាគាត់នេះគឺពិតជាតំណមែនទេមីនេះរសជាតិគឺពិសេសមែនទែនបងប្អូនយើងអេដពងណាហើយសម្រាប់ពងបងប្អូនយើងចង់បានចូលភ្នៅអីយើងអាចកំងបានអត់ជាបញ្ហាទេបងប្អូនហើយបើយើងនិយាយមែនទែនទៅណានៅកន្លែងគាត់នេះគឺគាត់មានអ្វីដែលជាខ្លួនគាត់ភាព unit ជារបមន្តប្រចាំហាងរបស់គាត់ណាសម្បីតែបាយឆាកាពីនេះអ្វីដែលប្លែកបងប្អូនយើងធ្លាប់តែឃើញគេឆាបាយឆាបាយឆាសាច់ជ្រូកគឺប្រភេទឆាណាតែនៅកន្លែងគាត់ប្រើសាច់ជ្រូក3ជាន់បំពងស្រួយបែបនេះមើលទៅគឺពិតជាតំណមែនទែនហើយបាយឆាកាពីនេះមួយចាន10000រៀលហើយដូចបងប្អូនបានដឹងស្រាប់ហើយនិយាយរួមទៅអាបាយឆាកាពីនេះគឺវាមានគ្រឿងក្រៅគឺវាមានច្រើនមែនទែនអូខេដូចអ្វីដែលខ្ញុំបានបញ្ជាក់អញ្ចឹងឲ្យពុកម៉ែបងប្អូនយើងនៅក្នុងក្រុងសេរីភ័ណ្ឌណាបើសិនជាបានឃើញវីដេអូមួយនេះហើយអូខេអាចមកសាក់បានថតរូបប្លង់ស្អាតហើយទេសភាពអីអញ្ចឹងក៏មានច្រើនហើយមកសាក់ជាមួយនឹងកាហ្វេរូបមន្តប្រចាំហាងអញ្ចឹងណាមែនទែនទៅរូបមន្តប្រចាំហាងតាក់ទងជាមួយនឹងភេទជ្ជៈហ្នឹងគឺមានច្រើនមកណាហើយបើសិនជាពុកម៉ែបងប្អូនយើងអ្នកដែលចង់កាហ្វេគ្រាន់តែកន្លែងឃើញម៉ាស៊ីនហ្នឹងហើយនឹងក្របកាហ្វេហ្នឹងគឺដឹងថាកម្រិតស្តង់ដារគាត់ប៉ុណ្ណាហើយបងប្អូននិយាយមែនទែនទៅ drink របស់គាត់ហ្នឹងគឺមានឈ្មោះច្រើនហើយខ្ញុំមិនចាំទេហើយនេះថ្ងៃនេះខ្ញុំបានមានឱកាសបានមកប្រកបប្រកាសប្រាប់បងប្អូនយើងនៅក្នុងក្រុងសេរីភ័ណ្ឌណាឲ្យបានដឹងថាឥឡូវនៅក្នុងក្រុងសេរីភ័ណ្ឌយើងគឺមាន concept ថ្មីហើយអានេះ concept សម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់ចូលចិត្តម៉ូតូធំម៉ូតូតូចហ្នឹងអូខេអាចមកប្រជុំគ្នាបាននៅទីនេះថតរូប selfie ជុំគ្នាហ្នឹងទៅហើយសម្រាប់ម៉ូតូ2គ្រឿងនេះខ្ញុំស្រឡាញ់ពេញបេះដូងតែម្ដងណាអូខេហើយសម្រាប់ទីតាំងបងប្អូនទីតាំងគឺអត់បបាក់ទេទីតាំងចាំមកខ្ញុំប្រាប់បងប្អូនយើងជិះឆ្ពោះមកផ្សាររាត្រីមកជិះឆ្លងកាត់តាមស្ពានថ្មយើងហ្នឹងណាជិះឲ្យហួសផ្សាររាត្រីប្រហែលជា50ម៉ែត្រទេនៅខាងឆ្វេងដៃហ្នឹងឯងគឺដាក់ផ្លាកឡើងប៉ុណ្ណាណែឈ្មោះថាសុកសានហ្នឹងឯងហើយនៅទីនេះគឺគាត់បើកពីម៉ោង6កន្លះពេលព្រឹករហូតដល់ម៉ោង6កន្លះពេលល្ងាចអញ្ចឹងណាហើយសម្រាប់បងប្អូនយើងដែលបានមកសាហើយអូខេតាក់ទងជាមួយនឹងរសជាតិយ៉ាងណាអូខេពុកម៉ែបងប្អូនយើងអាច comment ប្រាប់ខ្ញុំបានហើយនេះជាលើកទី1ដែរទេណាសម្រាប់ខ្ញុំជាលើកទី1ដែរទេហើយខ្ញុំគិតថាកន្លែងនេះគឺថ្មីប្លែកអញ្ចឹងអូខេខ្ញុំប្រកបប្រកាសប្រាប់ពុកម៉ែបងប្អូនយើងឲ្យបានដឹងអញ្ចឹងទៅអូខេចាប់ពីខ្ញុំមេលីគឺមានតែប៉ុណ្្នឹងទេចេញពីក្រុងសេរីភ័ណ្ឌយើងអរគុណច្រើនបាយបាយ